Ok, số đây làគ្នាស្វាគមន៍មកកាន់ vlog ថ្មីថ្ងៃនេះខ្ញុំជីកង់មហាប្រាណហើយយើងមកគ្នាតិចធ្លាប់រដងមកគ្នា3 4នាក់ហើយថ្ងៃនេះយើងមកគ្នាតែ2នាក់ចៅធារីទេហើយយើងជីបានប្រហែលជាខ្ទង់6ទៅ7គីឡូហើយយើងចេញពីក្រុងមកហើយឥឡូវនេះយើងនៅបាទវត្តសំរោងក្នុងហើយអ្នកទាំងអស់គ្នាដឹងថាវត្តសំរោងក្នុងនេះគឺជាវត្តមួយដែលល្បីមែនទែនជាពិសេសសម្រាប់ភ្ញៀវអន្តរជាតិភ្ញៀវជនជាតិនៅពេលដែលគាត់មកដល់បាត់ដំបងគឺគាត់អាចរំលងនៅវត្តសំរោងក្នុងបន្ទាប់ពីយើងឈប់នៅក្នុងវត្តសំរោងក្នុងបានទុះហើយឥឡូវនេះខ្ញុំបានមកដល់ផ្ទះបុរាណមួយនៅខាងសាលាតាអត់ហ្នឹងហើយផ្ទះបុរាណរបស់គាត់ស្អាតមែនតើអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់មកទស្សនាផ្ទះបុរាណនៅខាងសំរោងស្នោនេះជាមួយខ្ញុំដាក់ link នៅខាងក្រោមវីដេអូនេះឲ្យអ្នកទាំងអស់គ្នាចូលអូខេ so យើងត្រូវបន្តដំណើរទៅទំនប់សាលាតាអត់តិចទៀតហើយជាមួយខ្ញុំទៅដល់កន្លែងទំនប់ហ្នឹងហើយខ្ញុំនឹងបញ្ចប់វីដេអូប៉ុណ្ណឹងឯងដោយសារតែឥឡូវនេះម៉ោង 7 ដែរហើយវាមិនចិត្តលំដែរបានទីនេះមានអារម្មណ៍យ៉ាងណាដែរមានអារម្មណ៍ថាស្រស់ស្រាយដោយសារបានមកមើលកាត់បងប្អូនដូចបំណងបាទ